Let's say happy birthday to me ឆ្នាំនេះគម្រប់ខួប18ឆ្នាំខ្ញុំបានធ្វើស៊ុបស៊ីឈាន់ចំនួន18ចានចែកជូនដល់ក្មេងៗទូរគតដែលនៅចិត្តផ្ទះខ្ញុំណាមុននឹងខ្ញុំនិយាយលេងតាមពិតទៅដោយសារតាពួកគាត់ឆ្នាំនឹងទី12អញ្ចឹងទៅចង់ celebrate ជាមួយពួកគាត់បើអត់ដឹងថាឆ្នាំក្រោយបែកគ្នាទៅណាអស់អញ្ចឹងណាតែអញ្ចឹងទៅមើលវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាជាដំបងដោយសារតែខ្យងយើងចាក់មកធំធំអញ្ចឹងយើងត្រូវច្រាមវាជាមុនសិនហើយយើងច្រាមសាច់ជ្រូកដូចគ្នាដោយសារយើងត្រូវលាយគ្នាដំបងទៅថារត់ដាក់ប្រហិតត្រីឆ្លាបស្រាប់ប៉ុន្តែដោយសារតែរត់តែញ៉ាត់បានអញ្ចឹងទៅមានតែច្រាមសាច់ជ្រូកហើយលាយច្បល់គ្នាជាមួយនឹងសាច់ខ្យងនឹងឯងអញ្ចឹងបន្ទាប់ពីយើងច្រាមខ្យងសាច់ជ្រូកអីបានល្អិតសមល្មមហើយយើងមកលាយគ្រឿងដាក់អំបិលប៊ីចេងស្ករសលួចរត់ឌីប្រេងខ្យងអីអញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងអីរួចរាល់ហើយយើងចាប់ផ្ដើមមកច្បាច់ច្បល់វាឲ្យវាចូលគ្រឿងណាហើយចាំយើងយកសបកខ្យងដែលយើងលាងស្អាតហើយហ្នឹងយកវាមកញាត់សាច់ដែលយើងច្រាមប្រឡាក់ផ្សំគ្រឿងមុនហ្នឹងមិញឃើញថាជំហាននៃការធ្វើស៊ុបខ្យងនឹងវាក្បោក្បាច់ក្បោច្រើនណាស់ប៉ុន្តែដោយសារតាចង់ញ៉ាំអីប្លែកមាត់ចង់ឲ្យពួកគាត់ញ៉ាំអីប្លែកមាត់អញ្ចឹងទៅត្រូវតាធំធ្វើនេះតម្រាំញាត់ហើយមួយច្រាមខ្យងច្រាមសាច់អីហ្នឹងគឺចំណាយពេលយូរខ្លាំងមែនតើហើយយើងនៅមកញាត់វាម្ដងមួយដូចយើងញាត់ម្រះអញ្ចឹងតែប៉ុន្តែដោយសារនេះបានកូនកលីខ្ញុំបានជួយធ្វើអញ្ចឹងទៅវារៀងលឿនបន្ថែមកម្លាំងពលកម្មបាន2នាក់ដែរបន្ទាប់ពីញាត់ដល់យកចិត្តទុកដាក់ហើយឃើញថាយើងបានញាត់សាច់ចូលក្នុងខ្យងវិញបានដោយរៀបរយអញ្ចឹងបន្ទាប់ពីញាត់ខ្យងរួចរាល់ហើយយើងមករំលីងរំដេងជាមួយនឹងខ្ទឹមសបន្ទាប់មកយើងដាក់ម្ទេសក្រៀមចូលលីងជាមួយគ្នាឲ្យឈ្ងុយបងប្អូនហើយដោយសារតែយើងចង់ធ្វើស៊ុបបែបកាត់ចិនកាត់អីអញ្ចឹងណាអញ្ចឹងទៅយើងក៏បានដាក់ដុំស៊ីឈាន់បន្តិចចូលដែរអញ្ចឹងណាចង់ដឹងមើលស៊ុបបែបខ្យងខ្មែរលាយជាមួយស៊ីឈាន់ចិនតើរសជាតិវាទៅជាយ៉ាងណាអញ្ចឹងណាតែមានអីយើងរំលីងខ្ទឹមសមួយរំដេងឈ្ងុយបែបគ្រឿងខ្មែរហើយយើងដាក់គ្រឿងចិនចូលអញ្ចេះទៀតទៅវាឈ្ងុយមួយយ៉ាងណាអញ្ចឹងបន្ទាប់ពីយើងកូរវាមកសបកហើយយើងថែមទឹកថែមអីអញ្ចឹងណាបងប្អូនដើម្បីកុំឲ្យវាខ្លោចឆ្នាំងតន់និយាយទៅចង់ធ្វើស៊ុបញ៉ាំលឿនទេបងប្អូនកាលណាតែយើងមានគ្រឿងរៀបចំគ្រឿងហើយបានស្អាតអញ្ចេះណាបើយូរនឹងរៀបចំគ្រឿងនឹងឯងហើយដោយសារតាពោតវាអត់ងាយឆ្អិនហើយយើងចង់ដាក់ចូលក្នុងទឹកស៊ុបមុនដើម្បីឲ្យវាចេញជាតិផ្អែមចេញពីពោតអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីដាក់ពោតដាក់អីរួចរាល់ហើយយើងកូរវាទុកវាមកសន្ទុះទៅបន្ទាប់មកចឹងយើងចាប់ផ្ដើមដាក់ខ្យងចូលបើខ្យងវាងាយឆ្អិនដូចគ្នាដោយសារតាយើងញាត់លាយសាច់ជ្រូកនិយាយទៅដូចតែខ្ញុំបានបញ្ជាក់នៅខាងមុខនឹងអញ្ចឹងគម្រោងរបស់ខ្ញុំគឺខ្ញុំចង់ញាត់ត្រីឆ្លាតជាមួយនឹងខ្យងលាយគ្នាប៉ុន្តែដោយសារតែខ្ញុំកំងប្រហិតត្រីឆ្លាតគេអត់បានអញ្ចឹងទៅត្រូវបខំចិត្តដាក់សាច់ជ្រូកនឹងបើយើងអត់មានជំរើសបើដាក់ប្រហិតត្រីឆ្លាតយើងចំណេញពេលបានច្រើនយើងអត់បាច់ពិបាកមកច្រាមសាច់ជ្រូកទេឥឡូវស៊ុបខ្យងស៊ីឈាន់របស់យើងបានពុះហើយឃើញថាតំណងខ្លាំងមែនតើចង់ដឹងថាញ៉ាំកើតឲ្យកូនសិស្សខ្ញុំសាកសិនឥឡូវមកចែករបបមីម្នាក់បានតាមកកណាត់កញ្ចប់ពេលដោយសារតាមីយើងមានកំណត់ហើយណាមួយស៊ុបយើងរៀងច្រើនអញ្ចឹងបាច់ដាក់មីច្រើនពេកយើងញ៉ាំស៊ុបខ្យងយើងញ៉ាំខ្យងញ៉ាំពោតញ៉ាំបន្លែអីជំនួសវិញអញ្ចឹងណាហើយណាមួយដាក់មីច្រើនពេកក៏អត់សូវឆ្ងាញ់ដែរវារីកវាអីអញ្ចឹងបាក់ញ៉ាំហើយបើកូនសិស្សខ្ញុំពួកគាត់ញ៉ាំរតាប្រហិតញ៉ាំរតាសាច់នឹងអញ្ចឹងដាក់មីច្រើនពេកសល់ពេញនឹងលើហើយឥឡូវដល់វគ្គចែកមីដល់ក្មេងៗទូរគតទៅនេះនិយាយទៅគ្នាអត់ដែលមានអីញ៉ាំដល់ពេលយូរធ្វើស៊ុបអីស៊ីឈាន់ស៊ុបខ្យងអីឲ្យញ៉ាំម្ដងឃើញថាដដើមគ្នាម្នាក់ចានម្នាក់មួយតម្រៀបជួតម្រង់ជួចាំអញ្ចឹងហ្មងណានិយាយទៅបន្ទាប់ពីស៊ុបយើងធ្វើចេញរូបរាងហើយឃើញថាតំណងដែរហ្នឹងបងប្អូនមានខ្យងមានប្រហិតមានផ្សិតមានបន្លែអីចម្រុះពណ៌នៅក្នុងហ្នឹងហើយពេលដែលយើងដួសឲ្យពួកគាត់ហើយពួកគាត់ទទួលយកដោយទឹកមុខរំភើបរីករាយសប្បាយចិត្តអញ្ចឹងខ្ញុំអ្នកធ្វើចែកឲ្យពួកគាត់នេះក៏សប្បាយចិត្តដែរបើមិនជឿទៅស្ដាប់សលេងស៊ីនរបស់ពួកគាត់ដឹងថាពួកគាត់សប្បាយចិត្តកម្រិតណាសុំសុំចែកណយនៅមានលើកទី2ទៀតហើយក៏ចង់ស៊ីមកពេលអស់មែនតែដាក់វាអស់មកដល់
ចឹងបន្ទាប់ពីឲ្យក្មេងៗហើយខ្ញុំគាត់ផ្លេចប៉ាខ្ញុំដែរនេះឃើញគាត់កំពុងតែគេងលឿនរឹងអញ្ចឹងទៅយកទៅឲ្យគាត់ដនរឹងហ្មងនិយាយទៅគាត់ប្រកែកថាចង់ញ៉ាំឯដោយសារតែញ៉ាំបាយថ្ងៃហើយប៉ុន្តែធ្វើម៉េចឲ្យគាត់បានសាករសជាតិស្នាដៃកូនពៅអញ្ចឹងណាហើយដោយសារតាម៉ាក់នៅផ្ទះមួយទៀតអញ្ចឹងឲ្យក្មួយយកទៅជំនួសអត់បានយកទៅឲ្យគាត់ផ្ទាល់ដៃទេហើយនេះឃើញថាសិស្សរបស់ខ្ញុំ enjoy ក្នុងការញ៉ាំហ្មងមួយឆ្នាំងនេះគឺញ៉ាំ4 5 6នាក់ហ្មងហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះរហូតដល់ចប់បាយបាយ